ប្រសិនបើអ្នកចង់បានជីវិតដែលមានសេចក្តីសុខពេញមួយជីវិតចូលចងចាំរឿងទាំង9យ៉ាងនេះទី1កុំនៅកន្លែងណាដែលអ្នកត្រូវបានគេមើលរំលងតម្លៃអ្នកចូលទៅកាន់កន្លែងណាដែលការខិតខំប្រឹងប្រែងរបស់អ្នកត្រូវបានគេផ្ដល់តម្លៃទី2កុំបង្ខំខ្លួនឯងឲ្យចូលទៅក្នុងកន្លែងទាំងឡាយណាដែលគេមិនស្វាគមន៍មនុស្សដែលត្រូវនឹងមិនធ្វើឲ្យអ្នកត្រូវអង្វរកសុំកន្លែងមួយដើម្បីឲ្យអ្នកចូលទៅក្នុងជីវិតរបស់ពួកគេនោះឡើយ3កុំខ្ជះខ្ជាយធម៌ពលរបស់អ្នកក្នុងការដើរបកស្រាយប្រាប់មនុស្សទាំងឡាយណាដែលបានជ្រើសរើសមិនព្រមយល់ពីអ្នកតាំងពីដំបូងមកម្ល៉េះ4កុំប្រកែកតវ៉ាជាមួយមនុស្សទាំងឡាយណាដែលតែងតែខឹងសម្បារាល់ពេលដែលពួកគេបានឮការពិតជួនកាលសេចក្តីសុខសាន្តគឺមានតម្លៃជាងការចង់ឈ្នះចង់ត្រូវទី5កុំខ្ជះខ្ជាយលុយកាក់របស់អ្នកក្នុងការខិតខំដើម្បីធ្វើឲ្យអ្នកដទៃកោតសរសើរចូលយកវាទៅកសាងអនាគតរបស់អ្នកវិញ6កុំមើលរំលងនៅអ្វីដែលពេលវេលាអាចលាតត្រដាងឲ្យឃើញមនុស្សមួយចំនួនបង្ហាញឲ្យឃើញថាពួកគេជាមនុស្សបែបណាពិតប្រាកដនៅពេលដែលពួកគេឈប់សម្ដែងទី7កុំស្រន់ស្លោភ័យខ្លាចនៅពេលដែលជីវិតជួបការលំបាករាល់បញ្ហាប្រឈមទាំងអស់គឺជាឱកាសមួយដែលដើម្បីជួយឲ្យអ្នកកាន់តែរឹងមាំឡើង8កុំមើលស្រាមិត្តភ័ក្តិដែលស្មោះត្រង់ឲ្យសោះមនុស្សទាំងឡាយណាដែលនៅឈរនៅក្បែរអ្នកនៅក្នុងកំឡុងពេលថ្ងៃដែលលំបាកបំផុតរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងជីវិតហើយចុងក្រោយកុំតោងទាមប្រកៀកជាប់នឹងទំនាក់ទំនងទាំងឡាយណាដែលមានការគ្រប់គ្រងមានវត្តមានតែនៅក្នុងពេលដែលជីវិតមានភាពងាយស្រួលសេចក្តីស្មោះត្រង់ពិតប្រាកដលាតត្រដាងខ្លួនឯងនៅក្នុងកំឡុងពេលដ៏លំបាកតែប៉ុណ្ណោះចូលចងចាំរឿងនេះសេចក្តីសុខសុភមង្គលមិនស្ថិតនៅលើតែអ្វីដែលអ្នកទទួលបាននោះទេប៉ុន្តែវាស្ថិតនៅលើអ្វីដែលអ្នកបានជ្រើសរើសក្នុងការបោះបង់ចោលផងដែរចូលការពារសេចក្តីសុខសាន្តរបស់អ្នកចូលផ្ដល់តម្លៃលើពេលវេលារបស់អ្នកហើយចូលជ្រើសរើសយកមនុស្សទាំងឡាយណាដែលជ្រើសរើសយកអ្នក